สุ่มធ្វើការអនុញ្ញាតបាទសូមធ្វើការអនុញ្ញាតនិងសូមជម្រាបសួរសម្ដេចអាដាមលោកជំទាវលោកស្រីអ្នកកញ្ញាក៏ដូចជាបងប្អូនជាប្រជាកសិករបងប្អូនជាអាជីវករនិងមន្ត្រីឆ្ការកងកម្លាំងប្រដាប់អាវុធសរសៃនុសិលលោកតាលោកយាយដែលលោកកំពុងតាមដានស្ដាប់នឹងការផ្សាយពីស្ថានីយ៍វិទ្យុមានជ័យ FM 99 MHz ជាទីគោរពនិងជាទីមេត្រីបានវិលជួបបងប្អូនយើងសាជាថ្មីបន្តទៀតហើយនៅក្នុងកម្មវិធីសន្និសីទសង្គមរបស់វិទ្យុមានជ័យ FM 99 MHz របស់យើងហើយលោកអ្នកតែងតែជួបជាមួយខ្ញុំបាទសុគន្ធដែលជាអ្នករៀបចំក្នុងកម្មវិធីនេះប្រិមិត្តបទថ្ងៃនេះគឺជាថ្ងៃទី7ខែក7ឆ្នាំ2026បាទចឹងឃើញថាថ្ងៃនេះក៏មិនខុសពីសពមួយដងដែរយើងក៏មានព្រឹត្តិការណ៍សារព័ត៌មានជាតិក៏ដូចជាព្រឹត្តិការណ៍សារព័ត៌មានអន្តរជាតិសំខាន់ក្តៅអ៊ុនគឺមាននៅវិទ្យុមានជ័យ FM 99 MHz របស់យើងហើយអរគុណបងប្អូនយើងដែលកំពុងទស្សនាការផ្សាយផ្ទាល់ជាមួយនឹង Page Facebook វិទ្យុមានជ័យ FM 99 MHz បងប្អូនយើងចូលទៅ Facebook វាយជាអក្សរខ្មែរដាក់ថាវិទ្យុមានជ័យ FM 99 MHz នោះបងប្អូនបានឃើញការ live ផ្ទាល់ពីក្រុងសេរីសុភ័ណ្ឌខេត្តបន្ទាយមានជ័យនៅក្នុងកម្មវិធីសម្បូរបែបតែម្ដងអរគុណច្រើនប្រិយមិត្តទីគោរពនិងជាទីមេត្រីហើយឃើញថាថ្ងៃនេះអាកាសធាតុនៅក្រុងសេរីសុភ័ណ្ឌខេត្តបន្ទាយមានជ័យឃើញថាមេឃយប់មិញហ្នឹងគឺថាភ្លៀងខ្លាំងមែនទែនបាទក្រុងសេរីសុភ័ណ្ឌភ្លៀងតលភ្លឺបាទភ្លៀងតលភ្លឺបាទចាប់ផ្ដើមភ្លៀងខ្លាំងមែនទែនចឹងសង្ឃឹមថាបងប្អូនយើងទទួលបាននូវសេចក្តីសុខនិងសុវត្ថិភាពសុខភាពរបស់យើងទាំងអស់គ្នាផងដែរអរគុណច្រើនប្រិយមិត្តទីគោរពនិងជាទីមេត្រីមុននឹងជួបព្រឹត្តិការណ៍សារព័ត៌មានជាតិក៏ដូចជាព្រឹត្តិការណ៍សារព័ត៌មានអន្តរជាតិសំខាន់ពីកម្មវិធីយើងក៏សូមអនុញ្ញាតជម្រាបដំណឹងល្អបន្តិចដែរទាក់ទងពីបញ្ហាផ្នែកសុខភាពដើម្បីជំរាបជូនទៅដល់បងប្អូនយើងដែលលោកកំពុងតាមដានស្ដាប់ពីព្រោះថារឿងរ៉ាវនៃសុខភាពនេះគឺសំខាន់ណាស់មនុស្សគ្រប់រូបត្រូវការសុខភាពជាចម្បងមានសុខភាពទៅមានអ្វីៗគ្រប់យ៉ាងតែបើអត់សុខភាពទេអ្វីៗក៏មិនមានន័យដែរចឹងហើយបានជាកម្មវិធីយើងតែងតែជម្រាបទៀតធ្វើយ៉ាងម៉េចបាទដើម្បីថែទាំសុខភាពរបស់យើងទី1បងប្អូនទៅធ្វើការលំហាត់ប្រាណឲ្យបានច្រើនទី2ការបរិភោគហ្នឹងគឺបងប្អូនត្រូវបរិភោគបន្លែត្រីឲ្យបានច្រើនបាទជៀសវាងការបរិភោគសត្វសាច់បាទសាច់ហ្នឹងគឺមិនល្អប្រហែលទេបាទដូចជាសាច់ជ្រូកសាច់គោជាដើមបាទហើយក្នុងនោះបងប្អូនយើងអាចធ្វើការកាត់បន្ថយនៅការបរិភោគជាតិប្រៃបាទជាតិផ្អែមជាតិខ្លាញ់ជាពិសេសគឺគ្រឿងកំប៉ុងគ្រប់ប្រភេទបងប្អូនណាអាចកាត់បន្ថយបានកាត់បន្ថយទេបាទផលិតផលទាំងអស់នេះហើយដែលធ្វើឲ្យរាងកាយយើងគឺទ្រុឌទ្រោមពីមួយថ្ងៃទៅមួយថ្ងៃឬមួយបងប្អូនក៏អាចជ្រើសរើសយកប្រភេទអាហារបំពន់មួយប្រភេទដែលមានឈ្មោះថាប្រេងស្រូវយកទៅប្រើប្រាស់ដោយសារតែប្រេងស្រូវនេះគឺជាប្រភេទអាហារបំពន់ដែលគេចម្រាញ់អំពីធនជាតិទាំង12មុខហើយសម្បូរដោយប្រូតេអ៊ីនសម្បូរដោយវីតាមីនសម្បូរដោយសារធាតុចិញ្ចឹមអញ្ចឹងពេលដែលបងប្អូនយើងពិសាប្រេងស្រូវចូលទៅក្នុងរាងកាយហើយគឺធ្វើឲ្យរាងកាយយើងនេះគឺដំណើរការល្អពីមួយថ្ងៃទៅមួយថ្ងៃតែម្ដងជាពិសេសវាទៅជួសជុលនឹងកោសិកាចាស់វាទៅបង្កើតនឹងកោសិកាថ្មីវាទៅបំពេញបន្ថែមនៅកង្វះខាតទាំងឡាយនៅក្នុងរាងកាយយើងគឺធ្វើឲ្យរាងកាយយើងនេះគឺដំណើរការល្អពីមួយថ្ងៃទៅមួយថ្ងៃហើយសម្រាប់បងប្អូនដែលមានបញ្ហាការៈដូចជាជំងឺលាកកាពះជំងឺលាកពោះវៀនរដូងបាតរលាកសួតលាកថ្លើមរលាកតម្រង់នោមញឹកនោមញាប់លាក់ស៊ីច្រមុះមេរោគក្នុងកាពះជំងឺតេកទឹកជំងឺមហារីករោគស្ត្រីទូទៅរដូវមិនទៀងចុកចាប់បញ្ហារាងកាយគៀវសរសៃអស់ខ្លាំងជង្គង់អស់កម្លាំងហិលហើយឧស្សាហ៍ជាក្បាលញឹកញាប់គេងមិនលក់ហូបបាយមិនបានស្រួលស្រាញបញ្ហារាងកាយក្តៅក្រហល់កាហាយបាត់ដៃបាត់ជើងស្ពឹកសពុនស្លាប់មកចំហៀងខ្លួនរឹងម្រាមដៃរឹងម្រាមជើងឈឺចកេះឈឺខ្នងឈឺជង្គង់ឈឺស្មាលើអាស៊ីតលើខ្លាញ់លើស្ករទៅនោមផ្អែមបងប្អូនយើងអាចងាកមកប្រើប្រាស់បានជាមួយនឹងប្រភេទអាហារបំពន់ប្រេងស្រូវចុះពិតជាមិនខុសបំរងទេហើយបច្ចុប្បន្នកំពុងចាប់ទូការចាប់អារម្មណ៍យ៉ាងខ្លាំងពីសម្ដេចដែលប្រើប្រាស់ដែលខ្លះអស់មួយកំប៉ុងខ្លះអស់ពីរកំប៉ុងអស់3កំប៉ុងចឹងទៅបាទគឺជាបាទចឹងគឺដោយសារតែប្រេងស្រូវនេះគឺផលិតតាមស្តង់ដារទទួលស្គាល់ដោយក្រសួងសុខាភិបាលផងដែរចឹងប្រើប្រេងស្រូវជាប្រចាំជីវិតលោកអ្នកកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃដូច្នេះបងប្អូនដែលមានបញ្ហាផ្នែកសុខភាពជប់ភ័យជប់ព្រួយជប់អារម្មណ៍អាចទាក់ទងបានជាមួយនឹងអាស័យដ្ឋានជាប់នឹងស្ថានីយ៍វិទ្យុមានជ័យ FM 99 MHz ឬក៏ទាក់ទងតាមរយៈប្រព័ន្ធទូរស័ព្ទ
គឺ097 ប្រើប្រេងស្រូវជាប្រចាំជីវិតលោកអ្នកកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃក្នុងនោះយើងបាននាំចូលនៅប្រភេទកាហ្វេសុខភាពមួយទៀតដែលមានឈ្មោះថាទីសូគឺជាកាហ្វេសុខភាពដែលជួយសម្រួលរាងកាយរបស់យើងឲ្យដំណើរការបានល្អបងប្អូនមានបញ្ហាផ្នែកសុខភាពដូចជាលើសអាស៊ីតលើខ្លាញ់លើស្ករទឹកនោមផ្អែមធាត់លើសគីឡូឬក៏មានបញ្ហាផ្នែកខ្សោយកម្លាំងហល់ហើយខ្សោយធម្មពលបរោះរលាកកពេញប្រូស្តាតឬក៏ហៅថារលាកតម្រងនោមបងប្អូនយើងអាចប្រើប្រាស់បានជាមួយកាហ្វេសុខភាពម៉ាក់ទីសូចុះពិតជាមិនខុសបំណងទេដោយសារតែទីសូនេះគឺជាប្រភេទកាហ្វេដែលនាំចូលមកពីប្រទេសម៉ាឡេបាទអញ្ចឹងល្អសម្រាប់បងប្អូនយើងដែលមានបញ្ហាផ្នែកសុខភាពប្រើទីសូពិតជាមិនខុសបំណងទេអូខេប្រិមត្តទីគ្រប់នឹងជាទីមេត្រីបាទតោះឥឡូវយើងទៅមើលព្រឹត្តិការណ៍និងសារព័ត៌មានដំបូងដើម្បីជំរាបជូនបងប្អូនយើងដែលលោកកំពុងតាមដានស្រាប់នៅការផ្សាយពីស្ថានីយ៍វិទ្យុមានជាFM 99 MHz របស់យើងសាលាដំបងខេត្តមណ្ឌលគិរីចោទប្រកាន់ជនសង្ស័យ7នាក់ពីបទហិង្សាដោយចេតនាដែលមានស្ថានភាពទោសនិងបទកាប់ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាតបាទនៅខេត្តមណ្ឌលគិរីបាទមណ្ឌលគិរីស្រីប្រកាសព័ត៌មានស្ដីពីការចោទប្រកាន់ជនសង្ស័យ7នាក់ពីបទហិង្សាដោយចេតនាដែលមានស្ថានភាពទោសនិងបទចោទកាន់កាប់ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាតប្រព្រឹត្តនៅភូមិចំការតែសង្កាត់ស្ពានថ្មមានជ័យខណ្ឌក្រុងសារមរមខេត្តមណ្ឌលគិរីកាលពីថ្ងៃទី3កក្កដា2026នៅនាំពាក្យតុលាការខេត្តមណ្ឌលគិរីសូមជម្រាបសាធារណជនឲ្យបានជ្រាបថានៅថ្ងៃទី3ខែកក្កដា2026វេលាម៉ោង 22:30 នាទីនៅចំណុចក្រោយហាងសាច់អាំងស្រីរតស្រីលក្ខបាទស្រីលក្ខដែលស្ថិតនៅឯភូមិចំការតែសង្កាត់ស្ពានមានជ័យក្រុងសារមរមខេត្តមណ្ឌលគិរីគឺមានក្រុមក្មេង7នាក់ហៅថាក្មេងទំនើងបើកម៉ូតូ3គ្រឿងប្រដាប់ដោយដុំថ្មកំបិតផ្គាក់មួយដើមកំបិតស្នៀតចុងស្រួចចំនួន1បានធ្វើសកម្មភាពកាប់ដុតបាទអិតបាទគឺដុំអិតបាទកាន់ដុំអិតទៅលើឈ្មោះលយតយបាទលយតយជាបុគ្គលិកហាងសាច់អាំងស្រីលក្ខរួចក៏ជិះម៉ូតូកិច្ចខ្លួនបាត់ក្រោយពីទទួលបានពាក្យបណ្ដឹងមកកម្លាំងអធិការនគរបាលក្រុងសារមរមបានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យខាងលើចំនួនបាន5នាក់រួមបាទ5នាក់បាទក្រោយមកក៏បានស្រាវជ្រាវបន្តទៀតរហូតទៅដល់ចាប់បានទាំងសបុកតែម្ដងបាទទាំងសបុកតែម្ដង7នាក់បាទ7នាក់បាទប្រិមិត្តនេះគឺតាក់ទងអំពីក្រុមក្មេងទំនើងបាទនេះគឺជួនសង្ខេបប៉ុណ្្នឹងទេបាទសូមអនុញ្ញាតជម្រាបជូននៅព្រឹត្តិការណ៍សារព័ត៌មានជាតិយើងបន្តទៀតដែរចែកជូនដល់លោកតាលោកប្រិមិត្តដែលលោកកំពុងតាមដានស្រាប់នៅការផ្សាយរកឃើញពីគ្រួសារនៅស្រុកបាកានគឺមានកូនជិត30នាក់អាយ៉ូលោកម្ចាស់ថ្លៃអើយបាទចឹងមកគ្រួសារហ្នឹងកូន15នាក់សម័យនេះកូនច្រើនម៉េះបាទពាក្យថាអ្នកមានកូនតិចអ្នកក្រកូនច្រើនក៏ពិតជាមិនខុសមែនបាទមិនដឹងថាយ៉ាងម៉េចបាទគឺថាអ្នកមានកូនតិចចង់បានកូនច្រើនតែអត់បានតែពេលអ្នកក្រកូនច្រើនមែនទែនបាទងាកកូនជាស្ដែងប្រជាពលរដ្ឋ2គ្រួសារដែលមានអាជីវភាពខ្វះខាតខ្លាំងឬក៏ជាអ្នកក្រនិងកូនច្រើនជាងគេនៅឃុំបឹងខ្នាស្រុកបាកានខេត្តពោធិ៍សាត់បានទទួលអំណោយពីអាយដាមខុយរីដាអភិបាលនៃគណៈអភិបាលខេត្តក្នុងនាមជាឪពុកម្ដាយជាអាជ្ញាធរជាអាជ្ញាព្យាបាលនិងជាអ្នកបម្រើប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់បើតាមប្រព័ន្ធព័ត៌មានក្រុមប្រសាទី1ឪពុកឈ្មោះថាគៀចន្ទធីអាយុ46ឆ្នាំនិងម្ដាយឈ្មោះសែមសុកខឿនអាយុ44ឆ្នាំនៅឯភូមិក្រសាំងគ្រូឃុំបឹងខ្នាមានកូន17នាក់អូយលោកម្ចាស់ថ្លៃអើយបាទអាយុ46ឆ្នាំមានកូនដល់រហូតទៅដល់17នាក់ស្ត្រី4នាក់ប៉ុន្តែបានស្លាប់អស់ចំនួន5នាក់នៅសល់តែ12នាក់អូយបាទ12នាក់សល់12នាក់ស្ត្រី1នាក់គ្រួសារនេះគឺមានប្តីមុខរបរធ្វើស្រែនិងប្រពន្ធមានមុខរបរលក់ត្រីក្នុងផ្សារបឹងខ្នានឹងតែម្ដងបាទកូនច្រើនម៉េះបាទកូនគាត់ច្រើន17នាក់អស់ប៉ុន្តែគ្រាន់តែស្លាប់អស់2នាក់5នាក់ហើយនៅសល់តែ12នាក់ទេ
ហើយអាដាមខុយរីដាក៏បានយកអង្ករចំនួន300គីឡូក្រាមនិងមី10កេសទឹកស៊ីអ៊ីវ4យួរទឹកត្រី2យួរត្រីខធំ1កេសធំនិងទឹកបរិសុទ្ធ1កេសធំនិងថវិកាចំនួន1លានរៀលចំពោះគ្រួសារទី2គឺមានឈ្មោះថាសັດសល់អាយុ45ឆ្នាំនិងម្ដាយឈ្មោះគង់សូនីអាយុ46ឆ្នាំនៅភូមិរូងឃុំបង្គណាមានកូនចំនួន10នាក់អូលោកម្ចាស់ថ្លៃឲ្យច្រើនម៉េះហើយគ្រួសារនេះគឺមានមុខរបរធ្វើស្រែដែរអាដាមខុយរីដាក៏បានជួយអង្ករ80គីឡូក្រាមនិងមី6កេសទឹកត្រី2យួរនិងថវិកាចំនួន50,000រៀលចំណែកឯជីដូនមានអាយុជាង90ឆ្នាំនៅក្នុងបន្ទុកនោះក៏ទទួលបានថវិកាចំនួន20,000រៀលនិងមី2កេសផងដែរបាទនេះស្រុកនោះកូនច្រើនមែនទេបាទគាត់ទៅពីគ្រួសារសរុបទៅលេខ30កូនអ្នកបាទ30នាក់បាទប្រិមិត្តច្រើនមែនតើបាទបងប្អូនហើយបាទសម័យនេះអញ្ចឹងបានពាក្យចាស់លោកតែងតែពោលថាអ្នកក្រកូនច្រើនអ្នកមានកូនតិចបាទអាហ្នឹងពិតមែនណាបាទមិនដឹងថាម៉េចអ្នកមានក៏ចង់បានកូនច្រើនដែរតែវាមិនបានធ្វើម៉េចបាទប៉ុន្តែអ្នកក្រដាក់ទាំងនៅបានបាទឃើញថាកូនរហូតទៅដល់30តែ2គ្រួសារទេ30បាទ30កូនបាទប្រិមិត្តនេះជូនតែប៉ុណ្្នឹងទេលោកតានិយាយប្រិមិត្តរបស់យើងបើជួននៅព្រឹត្តិការណ៍សារព័ត៌មានបន្តទៀតដែរបើចែកជូនត្រង់តែជាប្រិមិត្តដែលលោកកំពុងតាមដានស្ដាប់នៅការផ្សាយពីស្ថានីយ៍វិទ្យុមានជាFM 99 MHz របស់យើងបាទព្រឹត្តិការណ៍សារព័ត៌មានជាតិយើងបន្តទៀតនេះគឺសម្ដេចតេជោអំពីនីយដល់អាជ្ញាធរគ្រប់ដំណាប់ថ្នាក់ឲ្យពង្រឹងកិច្ចការការពារអភិរក្សនិងទប់ស្កាត់រាល់បទល្មើសធនធានធម្មជាតិនានាពិសេសនៅតំបន់ការពារព្រៃឡង់នៅព្រឹកថ្ងៃទី7រោចខែបឋមសាទឆ្នាំមមីអត្តស័កពុទ្ធស័ក2570ត្រូវនៅថ្ងៃទី6ខែកក្កដា2026នេះសម្ដេចអគ្គមហាសេនាតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានបន្តអញ្ជើញចុះជួបសម្ដែងសម្ដាលជាមួយក្រុមប្រឹក្សាខេត្តក្រុងស្រុកនៅសង្កាត់ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកញ្ឆេះចំនួន1026នាក់ជាបន្តទៀតដែលពិធីនេះគឺប្រារព្ធឡើងនៅទីរួមខេត្តកញ្ឆេះតែម្ដងនេះគឺជាបេសកកម្មទី16និងចំនួន19ខេត្តហើយបាទក្រុងហើយរបស់សម្ដេចតេជោក្នុងការចុះជួបជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការក្រសួងស្ថាប័ននានាតាមបណ្ដារាជធានីខេត្តដោយផ្ដើមចេញពីខេត្តកំពង់ចាមត្បូងឃ្មុំកំពង់ធំកំពង់ស្ពឺតាកែវកំពតកែបស្វាយរៀងកព្រៃវែងភ្នំពេញកំពង់ឆ្នាំងពោធិ៍សាត់កណ្ដាលសៀមរាបនិងឧត្តរមានជ័យបន្ទាយមានជ័យយើងបាត់ដំបងបៃលិននិងខេត្តក្រចេះនេះតែម្ដងបាទអញ្ចឹងទៅដល់ខេត្តក្រចេះហើយបាទតាមរបាយការណ៍របស់អាដាមវ៉ាថនអភិបាលនៃគណៈអភិបាលខេត្តក្រចេះបានបញ្ជាក់ថាខេត្តក្រចេះគឺស្ថិតនៅតំបន់ខ្ពង់រាបប៉ែកឦសានដែលមានចម្ងាយពីរាជធានីភ្នំពេញគឺ340គីឡូម៉ែត្រតាមផ្លូវជាតិលេខ7កាត់តាមស្រុកឈ្នួលចម្ងាយ250គីឡូម៉ែត្រតាមផ្លូវជាតិលេខ73កាត់តាមស្រុកឆ្លូងនិងចម្ងាយ220គីឡូម៉ែត្រតាមផ្លូវទឹកទន្លេមេគង្គកញ្ចេះគឺមានព្រំប្រទល់ខាងត្បូងជាប់នឹងខេត្តត្បូងឃ្មុំខាងកើតខាងជើងជាប់ខេត្តសឹងត្រៃនិងខាងកើតជាប់នឹងខេត្តមណ្ឌលគិរីនិងប្រទេសវៀតណាមខាងលិចជាប់នឹងខេត្តកំពង់ចាមនិងខេត្តកំពង់ធំកញ្ចេះគឺមានការដាំដុះដំណាំកសិកម្មឧស្សាហកម្មនិងតំបន់ធម្មជាតិបង្កើតបានជារមណីយដ្ឋានទេសចរទៀតផងតាក់ទងទៅនឹងវិស័យហេដ្ឋារចនាវិញឆ្នាំនេះគឺប្រជាពលរដ្ឋខេត្តកញ្ចេះអបអរសាទរចំពោះសមិទ្ធផលស្ពានឆ្លងកាត់ទន្លេមេគង្គគឺស្ពានមិត្តភាពកម្ពុជាចិនមេគង្គក្រចេះដែលជាមរតកដ៏ថ្លៃថ្លារបស់សម្ដេចតេជោនិងបន្សល់មកដល់សម្ដេចចក្រពត្តិនាយករដ្ឋមន្ត្រីនៅពេលបច្ចុប្បន្នរួមទាំងផ្លូវភ្ជាប់សម្រាប់បម្រើវិស័យដឹកជញ្ជូននិងសេដ្ឋកិច្ចនៅក្នុងខេត្តកញ្ចេះនិងឆ្ពោះទៅកាន់ខេត្តផ្សេងៗផងដែរអាដាមជាធិរិទ្ធ
អ្នកនាំពាក្យសម្ដេចតេជោគោលបំណងនៃការចុះសម្ដែងសម្ដាលជាមួយនឹងថ្នាក់ដឹកនាំមន្ត្រីឆ្ការរបស់សម្ដេចតេជោគឺជាការអនុវត្តក៏ដូចជាការពង្រឹងគណៈនយោបាយរវាងប្រតិភិជាមួយអង្គបោះឆ្នោតដើម្បីឲ្យមានតម្លាភាពក៏ដូចជាជំរុញឲ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាពម្យ៉ាងវិញទៀតក៏ដើម្បីផ្សារទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធជាមួយនឹងអាជ្ញាធរមូលដ្ឋាននិងធ្វើការរំលឹកដល់មន្ត្រីនៅមូលដ្ឋានឲ្យបង្កើនការយកចិត្តទុកដាក់ផងដែរប្រិមត្តទីគ្រប់នឹងជាទីមេត្រីជួនសង្ខេបតែប៉ុណ្្នឹងទេបើជួនព្រឹត្តិការណ៍សារព័ត៌មានជាតិយើងបន្តទៀតដែរបើចែកជូនបងប្អូនយើងនៅលោកកំពង់តាមដានស្រាប់នឹងការផ្សាយនៅនាំពាក្យក្រសួងការពារជាតិនៅពេលកម្លាំងកម្ពុជាបានធ្វើដំណើរហួសផុតគ្នាបន្តិចក៏ស្រាប់តែមានផ្ទុះគ្រាប់បែកចំនួន1គ្រាប់នៅពីក្រោយកងល្បាតរបស់យើងដែលបណ្ដាលឲ្យយោធិនកម្ពុជារងរបួសចំនួន4នាក់សេចក្តីប្រកាសព័ត៌មាននៃនាំពាក្យការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនសាធារណជននៃសារព័ត៌មានជាតិនិងអន្តរជាតិមេត្តាជ្រាបថាកាលពីថ្ងៃអាទិត្យទី5ខែកក្កដា2026វេលាម៉ោង 12:35 នាទីរសៀលកម្ពុជារបស់យើងបានដើរល្បាតនៅតំបន់ចំការស្វាយចន្ទីនៅភូមិសាស្ត្រជោគគ្រោះនៅក្នុងភូមិថ្មដូនឃុំគោកមនស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យហើយក៏បានជួបជាមួយនឹងក្រុមល្បាតរបស់យោធាថៃដែលកំពុងតែដើរល្បាតនៅម្ខាងទៀតរងម្ខាងលូបន្លានៅពេលដែលកងកម្លាំងកម្ពុជាបានធ្វើដំណើរហួសផុតគ្នាបន្តិចក៏ស្រាប់តែមានការផ្ទុះគ្រាប់បែកចំនួន1គ្រាប់នៅពីក្រោយកងកម្លាំងល្បាតរបស់យើងដែលបណ្ដាលឲ្យយោធិនកម្ពុជារងរបួសចំនួន4នាក់ដោយសារតែអំបែងគ្រាប់តែពេលនេះកំពុងតែទទួលការព្យាបាលដោយយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ក្រមគ្រូពេទ្យនិងក្រមការងារពាក់ព័ន្ធចំពោះផ្លូវឧបតហេតុនេះគឺផ្ទុះគ្រាប់បែកនេះគណៈកម្ពុជាឯកភាពជួរមុខនឹងក្រមជំនាញកំពុងតែបន្តធ្វើការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់បំផុតដើម្បីស្វែងរកការពិតជូនដល់កងកម្លាំងនិងសាធារណជនរបស់យើងឆ្លៀតក្នុងឱកាសនេះក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមបញ្ជាក់សារជាថ្មីនៅការបដិញ្ញាចិត្តដ៏ម៉ឺងម៉ាត់របស់ខ្លួនក្នុងការគោរពនិងអនុវត្តយ៉ាងម៉ឺងម៉ាត់ស្មោះត្រង់ប្រកបទៅដោយការទទួលខុសត្រូវខ្ពស់នៅក្នុងការគោរពនិងអនុវត្តយ៉ាងពេញលេញនិងភ្ជាប់ជួនបំផុតនៅសេចក្តីប្រកាសប្រជុំលើសទី3នៃគណៈកម្មការព្រំដែននៅកម្ពុជាហៅកាត់ថា GBC នៅថ្ងៃទី27ធ្នូ2025ប្រិមត្តនេះគឺជួនសង្ខេបតែប៉ុណ្្នឹងទេបើជួននៅព្រឹត្តិការណ៍សារព័ត៌មានហុយបន្តទៀតដែរគ្រោះថ្នាក់ចរាចរណ៍ស្លាប់5នាក់និងរងរបួសធ្ងន់ក្នុងស្រាលចំនួន4នាក់គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកាលពីថ្ងៃទី6កក្កដា2026នេះគិតមកត្រឹមម៉ោង 14:00 នាទីនៅថ្ងៃទី5ខែកក្កដា2026ដល់ម៉ោង 14:00 នាទីនៅថ្ងៃទី6ខែកក្កដា2026មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន3លើកបណ្ដាលឲ្យមនុស្សស្លាប់ចំនួន5នាក់និងរងរបួសសរុបចំនួន4នាក់ហើយរងរបួសធ្ងន់3នាក់នេះគឺតាក់ទងពីករណីគ្រោះថ្នាក់ចរាចរណ៍ផ្ដើមចេញពីការបើកបរធ្វើប្រហែសរបស់យើងទាំងអស់គ្នាអញ្ចឹងគឺការបើកបរគ្រោះថ្នាក់គឺផ្ដើមចេញពីការធ្វើប្រហែសបើសិនជាយើងចូលរួមប្រុងប្រយ័ត្នទាំងអស់គ្នាបើកបរមើលមុខមើលក្រោយមើលឆ្វេងមើលស្ដាំមុននឹងវ៉ាមុននឹងជែងប្រុងប្រយ័ត្នជានិច្ចនោះនឹងកិច្ចផុតពីគ្រោះថ្នាក់ចរាចរណ៍ហើយតែបើធ្វើប្រហែស1វិនាទីគ្រោះថ្នាក់នឹងមកដល់ភ្លាមតែម្ដងបើជួននៅព្រឹត្តិការណ៍សារព័ត៌មានជាតិយើងបន្តទៀតដែរបើចែកជូនដល់លោកតារាជប្រិមិត្តដែលរបស់យើងនៅលោកកំពុងតាមដានស្ដាប់កម្ពុជានាំក្រុមអ្នកអង្កេតការអាស៊ានពិនិត្យស្ថានភាពព្រំដែនក្រោយពីថៃសាងសង់របងដោយឯកតោភាគីនៅក្នុងពេលក្រសួងការពារជាតិបានបញ្ជាក់ថានៅថ្ងៃទី6កក្កដានេះគឺក្រុម
អ្នកសម្របសម្រួលហៅកាត់ថា CLG របស់កម្ពុជាបានសម្រាប់សម្រួលដឹកនាំក្រុមអ្នកអង្កេតការអាស៊ានហៅកាត់ថា AOT ដឹកនាំដោយប្រធានបេសកកម្មមកពីហ្វីលីពីនចុះអង្កេតការផ្ទៀងផ្ទាត់និងប្រមូលព័ត៌មានអំពីស្ថានភាពជាក់ស្ដែងតាមបង្គោលព្រំដែនលេខ52ដល់59ក្នុងស្រុកគំរៀងខេត្តបាត់ដំបងបន្ទាប់ពីបានជូនដំណឹងដល់ភាគីថៃនិងមានការចូលរួមពីអាជ្ញាធរពាក់ព័ន្ធផងដែរក្នុងដំណើរពិនិត្យនេះក៏ដែរអ្នកក្រុមអង្កេតការអាស៊ានបានពិនិត្យស្ថានភាពជាក់ស្ដែងពាក់ព័ន្ធទៅនឹងការសាងសង់របងព្រំដែនដោយឯកតោភាគីពីសំណាក់យោធាថៃនៅក្បែរបង្គោលព្រំដែនលេខ52ដល់54ហើយក៏បានឃើញការបែកបាក់បង្គោលបណ្ដោះអាសន្នដែលបង្កឡើងដោយសកម្មភាពខាងលើនេះផងដែរបន្ទាប់ពីទទួលបានព័ត៌មានបច្ចេកទេសអំពីការវាស់វែងរួមការបោះបង្គោលព្រំដែនបណ្ដោះអាសន្នក្រុមអ្នកអង្កេតការអាស៊ានក៏បានចុះពិនិត្យទីតាំងដែលប្រជាពលរដ្ឋថៃធ្វើស្រែចម្ការហួសចូលក្នុងដីកម្ពុជានៅចន្លោះបង្គោលព្រំដែនលេខ52ដល់59ហើយក្រសួងការពារជាតិបានបញ្ជាក់ថាកម្ពុជាបានតវ៉ាឲ្យភាគីថៃតាមរយៈកំណត់ទូតដោយចាត់ទុកសកម្មភាពទាំងនេះគឺប៉ះពាល់ដល់នីតិវិធីទ្វេភាគីក្រោមយន្តការគណៈបញ្ជាការចម្រុះខណ្ឌសីមាព្រំដែន GBC ជាមួយគ្នានោះកម្ពុជាក៏បានជំរុញឲ្យមានរៀបចំប្រជុំ GBC ឲ្យបានឆាប់បំផុតដើម្បីដោះស្រាយបញ្ហាយន្តការដែលមានស្រាប់ប្រិមិត្តនេះគឺជួនសង្ខេបតែប៉ុណ្្នឹងទេបាទសូមជម្រាបសួរពុកម៉ែបងប្អូនជាទីគោរពចិត្តមកម៉ែយើងខ្ញុំបាទបងប្អូនស្គាល់ហើយពៅពិសាន់ហៅលីឆើតមិនហៅលីឆើតទេគឺហៅថាឆើតរយៈកាលកន្លងទៅនេះគឺថាខ្ញុំមានជំងឺចកេះបុកមកសន្លាក់ជង្គង់កជើងកពូនជើងស្មាគឺថាក្នុងមករាងកាយខ្ញុំគឺដូចជាគេហៅថាមនុស្សត្រូវគេហៅថាត្រូវអំពើគេអញ្ចឹងតែនេះមិនមែនទេវាជាលក្ខណៈមួយតែសន្លាក់យើងចកេះយើងមានប្រេងមានខ្លាញ់នៅក្នុងតាមសន្លាក់របស់យើងគឺថាវារួមរិទ្ធយើងយូរទៅវាទៅជាស្ងួតជង្គង់យើងកជើងយើងគឺស្ងួតហើយចុកដើរអត់បានដើរទៅចុកបងប្អូនឃើញខ្ញុំងើបចឹងងើបមិនចង់រួចទេតែដល់ពេលឥឡូវខ្ញុំជាខ្ញុំស្រួលដើរលេងបានការដែលខ្ញុំពីមុនគឺថាខ្ញុំថតកុនវាយតបលោតធាក់ហក់ពីលើឆ្នងសេះលើម៉ូតូលើអីគឺថាខ្ញុំទៅបានតែដល់ពេលឥឡូវនេះទៅជាជំងឺនឹងមករួមរត់យើងតែបងប្អូនដឹងថាខ្ញុំស្រួលក្នុងរយៈពេលតែ1ខែប៉ុណ្ណោះគឺខ្ញុំមានប្រេងស្រូវគឺថានេះបងប្អូននេះគឺថាប្រេងស្រូវនេះគឺថាអាចផ្ដល់ដល់លទ្ធភាពឲ្យយើងជាស្រួលខ្ញុំហូបក្នុងរយៈពេលតាម1ខែគឺខ្ញុំងើបដើរអញ្ចឹងបងប្អូនគឺខ្ញុំលោតបានបងប្អូនតែងតែមើលឲ្យក្នុងគឺថាក្នុង Facebook ក្នុងប្រអប់ទូរស័ព្ទយើងឃើញគេមកសម្ភាសខ្ញុំឃើញគេមកថតខ្ញុំហើមនិយាយពីជើងហើមប៉ុណ្ណេះបងប្អូនខ្ញុំដើររួចនេះកន្លែងខ្ញុំដេកពេលខ្ញុំងើបទៅនោះម្ដងបងប្អូនគឺងើបដើរទៅមិនរួចប្រពន្ធគ្រាកូនគ្រាបាទតែបានផលិតផលប្រេងស្រូវនេះធ្វើឲ្យខ្ញុំស្រួលមែនទែនបើបងប្អូនមិនជឿខ្ញុំលេបខ្លួនខ្ញុំមិនមែនបដិកម្មតែខ្ញុំជួយឲ្យបងប្អូនជាដូចខ្ញុំបងប្អូនជឿអាចឆើតធ្លាប់តែលេងតួកាចលេងតែផ្លៃឲ្យបងប្អូនមើលតែរយៈពេលកន្លងផុតទៅគឺអាចឆើតឈឺលេងទៅណារួចតែឥឡូវអាចឆើតថតបានវិញទៀតហើយបាទអាចឆើតកាប់ដើមថតរឿងផ្សេងទៀតហើយបាទហក់លោតវាយអីគឺថាយើងថតបានដោយសារប្រេងស្រូវនេះគឺថាជួយខ្ញុំមែនទែនបងប្អូនបើបងប្អូនមានជំងឺដូចខ្ញុំលោកពូលោកមីងដែលមានសន្លាក់ឈឺទុកចាប់ដើមមិនរួចដៃក្តាប់មិនកើតតែញ៉ាំយើងហ្នឹងគឺថាគាត់ដៃលើកមករឹងចឹងហ្មងក្តាប់មកចឹងអត់រួចទេក្តាប់មកចឹងអត់កើតក្តាប់ចឹងអត់កើតទេក៏បន្តែមកចឹងតិចតែដល់បងប្អូនដល់ពេលខ្ញុំបានប្រេងស្រូវល្អមែនទែនខ្ញុំសូមសរសើរប្រេងស្រូវគឺគេហៅថាផលិតផលល្អដែលធ្វើឲ្យខ្មែរគ្នាយើងសប្បាយចិត្តរីករាយក្នុងការដែលយើងនេះបងប្អូនឃើញខ្ញុំមុនមិនចឹងបានលើកដៃលើកតាចង់រួចទេបងប្អូនតែបងប្អូនខ្ញុំសូមជូនពរដល់បងប្អូនថាបើបងប្អូនជឿខ្ញុំបងប្អូនមានជំងឺដូចខ្ញុំបងប្អូនសូមអញ្ជើញទិញផលិតផលប្រេងស្រូវបាទគឺជាស្រួលដូចខ្ញុំចឹងបាទក្នុងរយៈពេលតាម1ខែខ្ញុំអាចលេបព្រឹក2ល្ងាច2ពេលចូលដេក2គ្រាប់តែដល់ពេលយើងស្រួលខ្លួនអីចឹងទេពេលចូលគេងយើងហូបតែ2គ្រាប់បានហើយចូលសម្រានបងប្អូនដែលសម្រានមិនលក់សេះសក់សន្លាក់ដៃសន្លាក់ជើងចិត្តតែចុកពេលដែលយើងចូលដេកទេបងប្អូនដេកខ្ញុំប្រាប់បងប្អូនឯងគ្រាន់លើកជើងចឹងគាត់លើកអត់រួចទេដល់ពេលយើងបានប្រេងស្រូវមកគឺថាសុខភាពខ្ញុំស្រួលខ្ញុំដើรงើបពីក្រែដើរទៅប្រគុណមុនខ្ញុំប្រាប់បងប្អូនកថានៅចុងជើងងើបតប្រគុណខ្ញុំមកលើកជើងលើកចឹងមកបានខ្ញុំអាចអង្គុយនោមបានចូលដេកតលើកដេកតដាក់ជើងលើកកងលើខ្នើយអោបចេះបានដេកបានមិនចឹងទេចុកខ្ញុំប្រាប់បងប្អូនដេកខ្ញុំប្រើប្រេងស្រូវបងប្អូនជឿខ្ញុំជឿលើអាឆើតពិតជាមែនស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ5ឃ្លានពីសាលាខេត្តប្រហែល500ម៉ែត្របត់ឆ្វេងដៃប្រហែល50ម៉ែត្រជាប់នឹងស្ថានីយវិទ្យុមានជ័យ FM 99 MHz តាក់ទងតាមប្រព័ន្ធទូរស័ព្ទ097 847 99 00 017 25 52 57 081 52 77 99គឺហ្នឹងគឺជំងឺកាពះ
cái này hay nâng lang chết axit cái này chẳng về cái đầu bạt chương hay nâng chết khanh nông phu chẳng á cái này hay chẳng ngư nâng về ram rai rồi hay nâng chẳng ngư đọt tây tiệt chẳng á mấy có ban mà phía ban score phía sau đó cứ đòi xa lục ổn hiên nâng ban prap nâng mới khơi anh đặt mà chẳng đó cái này cất cụ chảo mong buồn mong pram nâng hai vì muốn là thoa phía có chưa đây hay hiến có cái pra chỉ nhập chỉ nhồi đây rồi xạ tờ chẳng hiện đặt mà chẳng này hai còn mà phía đặt chất xạ mới tờ nâng to ta xạ tờ phải chỉ cả là cặp bông vì prai pruol chẳng mà phía lọt ta chư co rồi co chân hay nâng uất chảo chẳng ngư cặp pe chẳng ngư ấy cứ vía bát á vì ọt miền thọp thùng khăn thọp ra cà phê ta thùng khăn riêng hip nó có mau này chẳng việc play đó chẳng việc play tăng phi rồi co tăng phi chư chẳng lại cho công này cho công đi vào bạn ngớp to giỏi tục hay nâng bát chư hay bây giờ tập pháo lý cửa mà có mà có là mà phiếp ban kho từ cầm hôn dồn một chút màu tiền chẳng là mà phiếp mình nghe chưa tê riêng bây giờ tập pháo đi chẳng có bàn tay bây giờ pháo đấy cứ lõ hay lõ bỏ lõ mà ọt mình khai nên sọc sai ao tê phù nâng bỏ lõ mình giống này sự thất nữ tam và đói phơi chết lấy prang liên pi sạc hải và hải pram rồi mày bót phình đáy và hải 50 mày chốt nâng sự thà đi với trụ miền chơi ai phạm cây sập prang bút mệt hết tẹt tông tamประปอนตู้สับศูนย์cây sập prangปีประใบรอยซ้ายsập prangปีcây sập prangบุญ00 ดอกprangปีมาเพย์ปราง5 ปี50 prangปี081 52 77 cây sập prangบุญបាទអរគុណប្រិមត្តទីគោរពនិងជាទីមេត្រីសម្រាប់បងប្អូនយើងដែលមានបញ្ហាផ្នែកសុខភាពបងប្អូនយើងឈប់ភ័យឈប់ព្រួយបារម្ភអាចងាកសាកល្បងប្រើប្រាស់បានជាមួយនឹងប្រេងស្រូវដោយសារថាប្រេងស្រូវនេះគឺជាប្រភេទអាហារបងប្អូនដែលគេចម្រាញអំពីធនជាតិទាំង12មុខហើយក្នុងធនជាតិទាំង12មុខគឺវាសម្បូរដោយប្រូតេអ៊ីនសម្បូរដោយវីតាមីនសម្បូរដោយសារធាតុចិញ្ចឹមអញ្ចឹងពេលដែលបងប្អូនយើងពិសាប្រេងស្រូវចូលទៅក្នុងរាងកាយហើយគឺវាจะជួសជុលកោសិកាចាស់វាទៅបង្កើតនៅកោសិកាថ្មីវាទៅបំពេញបន្ថែមរកកង្វះខាតទាំងឡាយនៅក្នុងរាងកាយយើងគឺធ្វើរាងកាយយើងនេះគឺដំណើរការល្អពីមួយថ្ងៃទៅមួយថ្ងៃតែម្ដងអញ្ចឹងបងប្អូនដែលមានបញ្ហាផ្នែកសុខភាពដូចជាជំងឺរលាកកាពះជំងឺលាកពោះវៀនរដូងបាតរលាកសួតរលាកថ្លើមរលាកតម្រងនោមនោមញឹកនោមញាប់រលាកស៊ីចំោះមេរោគក្នុងកាពះជំងឺទីទឹកជំងឺមហារីករោគស្ត្រីទូទៅរដូវបន្ទាងចុកចាប់ពេញរាងកាយគៀបសរសៃអខ្លាំងជង្គង់អស់កម្លាំងហត់ហើយឧស្សាហ៍ជាក្បាលញឹកញាប់គេមួយលោហបំបានស្រើសស្រាញពេញរាងកាយខោកាហាយបាត់ហើយបាត់ជើងតុកសពុនស្លាប់មកជំនាញខ្លួនរឹងព្រាមដៃរឹងព្រាមជើងឈឺចកេះឈឺខ្នងឈឺជង្គង់ឈឺស្មាលើអាស៊ីតដេក្លាញ់ដេស្កទៅនោមផ្អែមបងប្អូនយើងអាចងាកសាកល្បងប្រើប្រាស់បានជាមួយនឹងប្រេងស្រូវចុះពិតជាមិនខុសបំណងទេហើយសូមជម្រាបថាមួយកំប៉ុងមានរហូតដល់60គ្រាប់លោកតានិយាយប្រិមិត្តរបស់យើងលោកវិសាបានមួយខែអញ្ចឹងបងប្អូនយើងអាចតាក់ទងបានជាមួយអាស័យដ្ឋានគឺជាប់នឹងស្ថានីយ៍វិទ្យុមានជា99 MHz ឬក៏តាក់ទងតាមប្រព័ន្ធទូរស័ព្ទគឺ097 847 9900 017 25 5257និង081 52 77 99ប្រើប្រេងស្រូវជាប្រចាំជីវិតលោកអ្នកកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃក្នុងនោះយើងបាននាំចូលនៅប្រភេទកាហ្វេសុខភាពមួយទៀតដែលមានឈ្មោះថាទីសូគឺជាកាហ្វេសុខភាពជួយសម្រួលរាងកាយរបស់យើងឲ្យដំណើរការបានល្អជាពិសេសបងប្អូនដែលខ្សោយកម្លាំងរត់ហើយអស់ធម៌ពលបរោះឬក៏លាកតម្រងនោមរលាកកពេញប្រូស្តាតឬក៏លើសជាតិខ្លាញ់ថត់លើសគីឡូលើសអាស៊ីតបងប្អូនយើងអាចប្រើបានជាមួយនឹងកាហ្វេសុខភាពម៉ាទីសូបងប្អូនយើងអាចទាក់ទងបានជាមួយអាស័យដ្ឋានជាប់នឹងស្ថានីយ៍វិទ្យុមានជា99 MHz អូខេប្រិមិត្តតោះឥឡូវយើងទៅមើលព្រឹត្តិការណ៍នៃសារព័ត៌មានជាតិយើងបន្តទៀតដើម្បីជម្រាបជូនបងប្អូនយើងនៅលោកកំពុងតាមដានស្ដាប់នឹងការផ្សាយពីស្ថានីយ៍វិទ្យុមានជា99 MHz ព្រឹត្តិការណ៍សារព័ត៌មានជាតិយើងបន្តទៀតនេះគឺតាក់ទងអំពីព្យុះសង្ការីបាវីនៅតែបន្តជាឥទ្ធិពលលើកម្ពុជាខណៈដែលព្យុះទី10អស់ឥទ្ធិពលទៅហើយព្យុះសង្ការី
ទី9ដែលឈ្មោះថាបាវីនេះនៅតែបន្តជាអធិពលលើព្រះរាជាណាចក្រកម្ពុជាដែលនឹងធ្វើឲ្យនៅតាមតំបន់មួយចំនួនបន្តមានភ្លៀងធ្លាក់ជាមួយនឹងកូររន្ទះខ្យល់កន្ត្រាក់ចាប់ពីចន្លោះពី50ទៅ60%តាមការប្រកាសរបស់ក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី7កក្កដានេះព្យុះសង្ឃរាទី9នេះមានឈ្មោះថាបាវីនៅតែបន្តអធិពលរបបមូសុងនិរដីបក់លើឈូងសមុទ្របេហ្គោលសមុទ្រចិនខាងត្បូងសមុទ្រអានដាម៉ាន់អាងទន្លេមេគង្គសមុទ្រកម្ពុជានៅព្រះរាជាណាចក្រកម្ពុជាតែព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅក្នុងកន្លងផ្លូវដើររបស់ព្យុះនោះទេតាមការប្រកាសរបស់ក្រសួងធនធានទឹកស្ថានភាពបែបនេះចាប់ពីថ្ងៃទី7ដល់ថ្ងៃទី9ខែកក្កដានឹងធ្វើឲ្យអាកាសធាតុនៅតំបន់វាលទំនាបមានសីតុណ្ហភាពមធ្យមអបបរមា25អង្សាសេសីតុណ្ហភាពមធ្យមអតិបរមា36អង្សាសេខ្យល់បក់មកពីទិសនិរដីនិងទិសពាយ័ព្យមានល្បឿនមធ្យម3ម៉ែត្រក្នុង1វិនាទីខេត្តបន្ទាយមានជ័យបាត់ដំបងពោធិ៍សាត់សៀមរាបកំពង់ឆ្នាំងកំពង់ធំកំពង់ចាមត្បូងឃ្មុំស្វាយរៀងព្រៃវែងតាកែវកណ្ដាលនិងរាជធានីភ្នំពេញប្រិមិត្តនេះគឺតាក់ទងអំពីករណីព្យុះទៀតហើយបាទនៅប្រទេសកម្ពុជាយើងបើគ្រាន់ថាព្យុះនេះគឺវាមិនជាធ្ងន់ធ្ងរទេបាទគ្រាន់ថាចំហាយពីគេមកណាបាទចំហាយពីគេមកបាទមានទឹកមានភ្លៀងមានខ្យល់មានក៏មានរន្ទះអញ្ចឹងទៅបាទប្រិមិត្តទីគោរពនឹងជាទីមេត្រីនេះជួនសង្ខេបតែប៉ុណ្ណឹងអនុញ្ញាតជំរាបជូននៅព្រឹត្តិការណ៍សារព័ត៌មានមួយទៀតចំណងជើងគេដាក់ថាប្តីប្រពន្ធពីរនាក់ជិះម៉ូតូដូចគ្នាត្រូវម៉ូតូមិនស្គាល់ម៉ាកជិះបុកនឹងគៀធ្លាក់ប្រពន្ធបោកក្បាលស្លាប់ភ្លាមតែម្ដងអូបើគៀបោកស្លាប់អញ្ចឹងការបោកបោធ្វើប្រហែសបាទប្តីប្រពន្ធមួយគូគណៈដែលជិះម៉ូតូដូចគ្នាចេញពីលេងផ្ទះបងប្អូនត្រឡប់ទៅកន្លែងស្នាក់នៅវិញក៏ត្រូវម៉ូតូមិនស្គាល់ម៉ាកជិះបុកពីក្រោយបណ្ដាលឲ្យធ្លាក់ស្ត្រីជាប្រពន្ធអង្គុយខាងក្រោយបែកក្បាលស្លាប់យ៉ាងអនាថអធមនៅវេលាម៉ោង 8:30 នាទីយប់នៅថ្ងៃទី5ខែកក្កដានៅជិតមន្ទីរពេទ្យឯកជនមួយកន្លែងនៅឯផ្លូវគេហៅថាផ្លូវដួងងៀបហៅសេះសភូមិទ្រា3សង្កាត់មានជ័យទី3ខណ្ឌមានជ័យរាជធានីភ្នំពេញសពជនរងគ្រោះមានឈ្មោះថាព្រឿងភេងពេលស្រីអាយុ36ឆ្នាំជាកម្មកររោងចក្រស្នាក់នៅកន្លែងធ្វើការម្ដុំសាដីហុយមានស្រុកកំណើតនៅភូមិថ្មីឃុំស្វាយជ្រុំស្រុកមេសាងខេត្តព្រៃវែងប្រពន្ធបានបញ្ជាក់ឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញប្តីប្រពន្ធ2នាក់ជិះម៉ូតូម៉ាក Honda Veil ពណ៌ខ្មៅស្លាកលេខព្រៃវែងដោយបរោះជាប្តីជាអ្នកដប់នឹងធ្វើដំណើរតាមបណ្ដោយផ្លូវដួងងៀបនៅទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែម៉ូតូមិនស្គាល់ម៉ាកជិះវ៉ាចែងជ្រុលទៅបុកគៀនឹងម៉ូតូរបស់ជនរងគ្រោះពីក្រោយដែលធ្វើឲ្យស្ត្រីជាប្រពន្ធនឹងអង្គុយខាងក្រោយធ្លាក់ពីលើម៉ូតូបោកក្បាលហូរឈាមស្លាប់យ៉ាងអនាថអធមនៅកន្លែងកើតហេតុតែម្ដងចំណែកឯបរិសុទ្ធជាប្តីទៅមុខជិត100ម៉ែត្រទើបដឹងថាប្រពន្ធធ្លាក់ពីលើម៉ូតូហើយបាទមិនក៏ចុងបាទប្រពន្ធជិត100ម៉ែត្របានដឹងថាប្រពន្ធធ្លាក់ពីលើម៉ូតូអត់ដឹងទេណាបាទគឺមកជិះទៅដល់ផ្ទះបាត់ប្រពន្ធហើយប្រពន្ធធ្លាក់ពីលើម៉ូតូស្លាប់ហើយនេះមកតាមប្រភពបរោះជាប្តីបានបញ្ជាក់ថាគាត់ទើបតែដប់ស្ត្រីជាប្រពន្ធមកពីលេងផ្ទះបងប្អូននៅម្ដុំកដាដយ៉ាស៊ីធីត្រឡប់ទៅកន្លែងស្នាក់នៅវិញគាត់ត្រូវបានម៉ូតូមិនស្គាល់ម៉ាកមកពីបុកពីក្រោយបណ្ដាលឲ្យធ្លាក់ស្ត្រីជាប្រពន្ធស្លាប់តែម្ដងដោយឡែកខាងម៉ូតូដែលជិះបុកពីក្រោយបានជិះរត់គេចខ្លួនបាត់សមោលហើយក្រោយពីការហែកសមត្ថកិច្ចជំនាញចរាចរណ៍ចុះទៅកន្លែងកើតហេតុនិងបានធ្វើលិខិតប្រគល់សពឲ្យទៅសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណីហើយរីឯម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកជូនអធិការនគរបាលខណ្ឌមានជ័យបាទប្រិមិត្តនេះគឺតាក់ទងពីករណីគ្រោះថ្នាក់ចរាចរណ៍ផ្ដើមចេញពីការបើកបរធ្វើប្រហែសបាទដល់ថ្នាក់ធ្លាក់ប្រពន្ធពីលើម៉ូតូជិះ100ម៉ែត្រអត់ដឹងទៀតណាបាទបើជួននៅព្រឹត្តិការណ៍សារព័ត៌មានបន្តទៀតដែរចែកជូនដល់តាយាយប្រិមិត្តរបស់យើងដែលលោកកំពុងតាមដានស្រាប់នៅការផ្សាយតាក់ទងអំពីព័ត៌មានក្តៅមួយចំណងជើងគេដាក់ថាកូនដុតក្រដាស់លេងក្នុងបន្ទប់ដេកបង្កជាអគ្គិភ័យឆេះផ្អើលតែម្ដងណែបាទករណីភ្លើងឆេះក្នុងបន្ទប់ដេករបស់កូនម្ចាស់ផ្ទះនៃប្រហែលកូនក្មេងដុតក្រដាស់លេងទើបបណ្ដាលឲ្យឆេះម៉ត់
សំណាងល្អมันមានមនុស្សណាម្នាក់រងរបួសឡើយបង្កមានការព្យាបាទដល់សមាជិកហេតុការណ៍នេះគឺឆេះបន្ទប់ដេករបស់ប្រជាពលរដ្ឋបានកើតឡើងនៅវេលាម៉ោង 15:30 នាទីនៅថ្ងៃទី 5 កក្កដាស្ថិតនៅចំណុចក្រុមទី 1 ភូមិចន្លងសង្កាត់សាលាកំរើកក្រុងខេត្តសៀមរាបបាទចឹងនៅខេត្តសៀមរាបណាបាទតាមមើលក្មេងតូចៗវាមិនដឹងអីបើទៅឲ្យវាកេះតែកេះដុតលេងចឹងណាបាទឆេះអស់មកបន្ទប់ចឹងទៅបាទនេះជូនសង្ខេបតែប៉ុណ្្នឹងទេលោកតានិយាយប្រិមិត្តរបស់យើងបើជួននៅព្រឹត្តិការណ៍សារព័ត៌មានជាតិយើងបន្តទៀតដែរដើម្បីជម្រាបជូនដល់បងប្អូនយើងនៅលោកពងតាមដានស្រាប់នៅការផ្សាយពីស្ថានីយ៍វិទ្យុមានជា 99 MHz បាទក្រុមចោល500កំពុងតែអុកឡុកស្រុកបណ្ណន់សង្ស័យមុខសញ្ញាដដែលដែលសមត្ថកិច្ចបង្ក្រាបមិនបានក្រុមចោល500ដែលគេសម្គាល់ឃើញថាបែកចេញពីសម្បុកក្រុមក្មេងចំនួនហើយអាចជាមុខសញ្ញាដដែលបានធ្វើសកម្មភាពលួចនឹងមិនរើសមុខឬក៏រាល់ទ្រព្យសម្បត្តិផ្សេងដែលទុកនៅក្នុងតូបឬក៏ខាងមុខតូបឬក៏នៅខាងមុខផ្ទះសម្បែងប្រជាពលរដ្ឋនានាដែលជាការបង្កអសន្តិសុខស្ទើរតែរាល់យប់ដែលរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកបណ្ណន់គណៈដែលក្រុមចៅ500ទាំងនោះមិនទាន់ត្រូវបានសមត្ថកិច្ចបង្ក្រាបបានជាស្ដែងនៅវេលាម៉ោង 2 រំលងអត្រាឈានចូលថ្ងៃទី 5 កក្កដា 2026 នេះនៅចំណុចភូមិបបោះឃុំឈើទៀលស្រុកបណ្ណន់ពួកចៅមួយក្រុមប្រដាប់ទៅដោយដែកបំពង់ទីបគ្រប់ដៃបានដើរចូលយ៉ាងកក្លឿនទៅកាន់តូបលក់ដូរមួយកន្លែងពួកគេបានព្យាយាមលើកយកធុងផ្លាសេដ៏ធំមួយដែលម្ចាស់តូបទុកនៅខាងមុខតូបលក់ដូរប៉ុន្តែលើកមិនរួចក៏ទុកចោលហើយក៏នាំគ្នាដើរទៅឡើងម៉ូតូចាក់ចេញដោយមិនរំខានដល់សមត្ថកិច្ចសំបីតែបន្តិចបាទប្រិមិត្តនេះគឺជួនសង្កែប្រព័ន្ធហ្នឹងទេតាក់ទងអំពីលោកចៅ500បាទលួចមិនរើសមុខបើជួននៅព្រឹត្តិការណ៍សារព័ត៌មានអន្តរជាតិបន្តិចដើម្បីជំរាបជូនដល់លោកតានិយាយប្រិមិត្តរបស់យើងថៃបោកប្រជាពលរដ្ឋខ្លួនឯងថាម៉ាឡេស៊ីព្រមបើកទីផ្សារបង្គាឡើងវិញក្នុងរយៈពេល30ថ្ងៃម៉ាឡេស៊ីថាអត់ទេបាទអានេះគឺកុហកប្រជាពលរដ្ឋគេណាដោយសារតែកម្ដៅនៃកំហឹងរបស់ប្រជាពលរដ្ឋថៃកំពុងតែពុះកញ្ជ្រោលលើរដ្ឋាភិបាលទីក្រុងបាងកកជុំវិញវិធានការដោះស្រាយបញ្ហាបង្គាមិនចេញពេលនេះរដ្ឋមន្ត្រីក្រសួងកសិកម្មនិងឧស្សាហកម្មលោកសូរិយាចារុងកាគីសុកចិត្តបោះប្រជាជនខ្លួនសុកចិត្តបោកប្រជាជនខ្លួនឯងដោយកុហកថាម៉ាឡេស៊ីព្រមបើកទីផ្សារទទួលបង្គាថៃវិញក្នុងរយៈពេល30ថ្ងៃខាងមុខតែទាំងដែលម៉ាឡេស៊ីឯនោះវិញមិនបាននិយាយបែបនោះទេក្រោយពីជួបភាសាជាមួយនឹងភាគីម៉ាឡេស៊ីរួចមកលោកសេរីយ៉ាបានបង្ហោះ Facebook ថាដំណើរដឹងល្អសម្រាប់អ្នកនាំចេញបង្គាថៃនឹងត្រូវបាននាំចេញទៅកាន់ប្រទេសម៉ាឡេស៊ីជាធម្មតាវិញក្នុងរយៈពេល30ថ្ងៃខាងមុខនេះលោកនិយាយថាប្រទេសទាំងពីរបានព្រមព្រៀងគ្នាជុំវិញដំណើរការត្រួតពិនិត្យលើការអនុលោមទៅតាមវិធានការអនាម័យនិងភូតាមអនាម័យរួមទាំងការពិនិត្យរោគសារធាតុគីមីបន្សល់ទុកនិងការត្រួតពិនិត្យអនាម័យដែលចាំបាច់ដើម្បីស្ដារសកម្មភាពពាណិជ្ជកម្មឡើងវិញបាទទោះបីយ៉ាងណាក៏ដោយបើតាមការផ្សាយបង្កប់ផុសនៅថ្ងៃទី 6 ខែកក្កដា 2026 ភាគីម៉ាឡេស៊ីបានចេញមុខបដិសេធហើយនិយាយផ្ទុយពីនោះថាដោយអគ្គនាយកនៃអគ្គនាយកដ្ឋានជលផលលោកអាណាមែនហូស៊ីនបានបញ្ជាក់ថារយៈពេល30ថ្ងៃនេះគ្រាន់តែជាពេលវេលាអបរមាសម្រាប់ក្រុមការងារបច្ចេកទេសម៉ាឡេស៊ីយកទៅវាតម្លៃនិងផ្ទៀងផ្ទាត់ឯកសារសុវត្ថិភាពចំណីអាហារថៃបានដាក់ជូនប៉ុណ្ណោះម៉ាឡេស៊ីនឹងបន្តបំរាមនាំចូលអត់កំណត់រហូតទាល់តែប្រព័ន្ធជីវសុវត្ថិភាពរបស់ថៃត្រូវបានបញ្ជាក់ថាមានសុវត្ថិភាពពិតប្រាកដបាទប្រិមត្តទីគោរពនឹងជាទីមេត្រីអញ្ចឹងកុហកប្រជាពលរដ្ឋខ្លួនឯងថាម៉ាឡេស៊ីនេះគេបើកឲ្យការនាំចូលបង្គាទៅវិញបាទហើយប្រទេសម៉ាឡេស៊ីនៅវិញគេថាអត់ទេបាទគេបិទរហូតគេអត់បើកទេបាទ
bạn khi ọt bao tê nàng ăn cả họ nè bạn chấp đam của họ luôn ấy à họ bị chia bọt luôn ấy à riêng đó sai bậc kia mình tranh bạn à lấy những từ mưa predica sa por miền an tại triệt bẩn to thiệt đấy và chạy chun tao lộc ta lấy prim mật bảo dương này lục của tam đàn sập được cạp sái predica sa por miền bẩn to thiệtនេះគឺតាក់តងអំពីកូនប្រុស3នាក់របស់អតីតមេដឹកនាំកម្ពុជារងបានបង្ហាញខ្លួននៅក្នុងពិធីបុណ្យសពរបស់ឪពុកកូនប្រុសទាំង3នាក់របស់អតីតមេដឹកនាំកម្ពុជារងគឺលោកអាលីខាម៉ាណៃបានបង្ហាញខ្លួនជាសាធារណៈដល់កម្រនៅថ្ងៃពិធីបុណ្យសពរបស់ឪពុកនោះទោះយ៉ាងណាក៏ដោយមិនមានស្ថានណាមួយបង្ហាញថាអ្នកស្នងតំណែងនឹងកូនប្រុសម្នាក់ទៀតរបស់លោកគឺលោកជូតាបាខាមីណៃនឹងបង្ហាញខ្លួននៅក្នុងពិធីនោះទេទូរទស្សន៍អេរ៉ង់បានចាក់ផ្សាយរូបភាពរបស់លោកម៉ូស្តាហ្វាអាយ៉ាសគឺលោកម៉ាសូតខាមីណៃកំពុងតែអធិដ្ឋាននៅក្នុងក្រោយមឈូសដែលដាក់នៅក្នុងទីធ្លាធំទូលាយមួយបាទដែលជាអគារសាសនាដ៏ធំមួយនៅក្នុងទីក្រុងអេរ៉ង់ប្រិមត្តទីគ្រប់នឹងជាទីមន្ត្រីជូនសង្ខេបតែប៉ុណ្្នឹងទេបាទក៏លេខទៅមើលពីវេលាយើងដោយសារតែដល់ទីបញ្ចប់ទៅហើយពីកម្មវិធីក៏សូមអធិស្ឋានរាល់កំហុសខុសឆ្គងជូនពរបងប្អូនយើងសំណាងល្អសម្រាប់ពេលនេះខ្ញុំបាទសុគន្ធសូមអរគុណសូមជម្រាបលាបាទ